គេថាសម័យនេះហើយគ្មានណាគេទិញអីវ៉ាន់អនឡាញឲ្យលុយមុនទេអ្នកដែលប្រើពាក្យបែបនេះសុទ្ធតែអ្នកអត់ចេះគិតទេត្រូវបានតែ 50% ហ្នឹងក្នុងនាមអ្នកជាអ្នកទិញអ្នកការពារប្រយោជន៍ខ្លួនឯងអ្នកប្រុងប្រយ័ត្នអត់ខុសទេចុះអ្នកមានបានគិតអំពីក្នុងនាមគេជាអ្នកលក់ទេគេផ្ញើអីវ៉ាន់ឲ្យអ្នកផ្ញើទៅអស់សេវាអីវ៉ាន់គេមួយថ្ងៃពីរថ្ងៃបានទៅចុះបើអ្នកអត់ទៅយកទេខូចខាតអីវ៉ាន់ខូចទាំងពេលវេលាខូចទាំងអារម្មណ៍អ្នកមានបានគិតទេអញ្ចឹងអ្នកការពារប្រយោជន៍ខ្លួនឯងអត់ខុសទេប៉ុន្តែចុះប្រយោជន៍គេជាអ្នកលក់នោះអ្នកមានបានការពារទេខ្ញុំឲ្យតែផ្ញើអីវ៉ាន់ទៅដល់ខ្ញុំទៅយកហើយបើគាត់ទេអ្នកថាអ្នកមនុស្សល្អអ្នកដែលបោកប្រាស់អ្នកណាចុះគេជាអ្នកលក់នេះគេមាន page ត្រឹមត្រូវរាប់ K គេមាន Facebook គេមាន TikTok គេមាន YouTube រាប់ K រាប់រយ K ជាដើមជាដើមចុះអ្នកមានដែលបានទុកចិត្តគេទេទាំងដែលអ្នកខ្លួនឯងនេះលាក់ profile ទៅទៀតគ្មានរូបភាពទៅទៀតតើឲ្យគេទុកចិត្តអ្នកយ៉ាងម៉េចទៅសិក្សាស្រាវជ្រាវសិនទៅទី1សិក្សាស្រាវជ្រាវអំពី page របស់គេសិនទៅតាមដានសិនទៅចាំទិញទី2អ្នកមានកាតព្វកិច្ចក្នុងការបង់ថ្លៃសេវាទៅមកក្នុងករណីអ្នកមិនទៅយកនេះទៅជារឿងដ៏ត្រឹមត្រូវអ្នកមានកាតព្វកិច្ចបង់ថ្លៃសេវាទៅមកមុនទៅដល់កន្លែងក្រុមហ៊ុនទី3អ្នកទូទាត់លុយដែលនៅសល់ទៅគឺចប់រឿងហើយនេះគឺជារឿងដ៏ត្រឹមត្រូវមិនមែនចាំមួយវ៉ាន់ទៅដល់បានយកលុយអ្នកចេះការពារប្រយោជន៍ខ្លួនឯងចុះគេអ្នកលក់នេះគេចំណាយពេលវេលានេះអ្នកមានបានគិតអំពីអារម្មណ៍គេដែរទេគិតតែខ្លួនឯងនឹងឯងទី1សិក្សាស្វែងយល់អំពី page របស់គេនឹងឲ្យច្បាស់តាមដានគេសិនទៅទុកចិត្តចាំទិញទុកចិត្តចាំកំងបើមិនអញ្ចឹងទេវិធីទី2គឺត្រូវតែបង់ថ្លៃសេវាផ្ញើទៅមកអ្នកត្រូវតែមានកាតព្វកិច្ចមួយហ្នឹងពីព្រោះថាប្រសិនបើអ្នកមិនយកទេអ្នក cancel ទេអ្នកដែលខូចខាតគឺជាអ្នកលក់ខាតទាំងពេលវេលាខូចទាំងអារម្មណ៍អស់ទាំងថ្លៃផ្ញើយល់កន្លែងហ្នឹងទេបាទធ្វើជាមនុស្សត្រូវឈរនៅចំកណ្ដាលគេថាមិនលំអៀងទៅខាងណាត្រូវឈរនៅចំកណ្ដាលអាហ្នឹងបានមនុស្ស